ចាសូមជម្រាបសួរបងប្អូនអរគ្នានៅក្នុងក្តីស្រឡាញ់នៃព្រះយេស៊ូវគ្រីស្ទចាយើងនឹងអាននៅព្រះគម្ពីរម៉ាថាយនៅជំពូក18ខ21ដល់ខ35ចាសូមស្ដាប់ទាំងអស់គ្នាខ21ខណៈនោះពេត្រុសក៏មកឯទ្រង់ទូលថាព្រះអង្គម្ចាស់អើយបើបងឬប្អូនធ្វើបាបនឹងខ្ញុំនោះត្រូវឲ្យខ្ញុំអត់ទោសឲ្យគេដល់ប៉ុន្មានដងតើដល់7 ដងឬអីព្រះយេស៊ូវទ្រង់មានបន្ទូលតបថាខ្ញុំមិនថាឲ្យអ្នកអត់ទោសត្រឹមតែ7ទេគឺដល់770 ដងទៅទៀតដូច្នេះនគរស្ថានសួគ៌ត្រូវប្រៀបដូចជាស្ដេចមួយអង្គដែលចង់កិត្តបញ្ជីនឹងពួកបាវព្រាវការទ្រង់ចាប់តាំងកិត្តនោះគេនាំកូនបំណុលម្នាក់មកដែលជំពាក់ប្រាក់2 កោដ្ឋតែដោយព្រោះអ្នកនោះគ្មានអ្វីនឹងសងបានជាចៅហ្វាយបង្គាប់ឲ្យលក់ខ្លួនវាព្រមទាំងប្រពន្ធកូននិងរបស់ទាំងអស់ដើម្បីនឹងសងបំណុលនោះហេតុដូច្នេះបាវនោះបានទម្លាក់ខ្លួនក្រាបចុះថ្វាយបង្គំទូលថាបបិទ្ធព្រះករុណាសូមទ្រង់មេត្តាបង់អង្គឲ្យទូលបង្គំសិនទូលបង្គំនឹងសងថ្វាយទ្រង់គ្រប់ចំនួនឯចៅហ្វាយរបស់បាវនោះមានព្រះទ័យក្ដួលអាណិតក៏លែងវាឲ្យទៅព្រមទាំងលែងទារបំណុលផងតែការបាវនោះបានចេញទៅហើយក៏ជួបប្រទះនឹងគូកនម្នាក់ដែលជំពាក់ខ្លួន20 រៀលនោះវាចាប់ច្របាច់កអ្នកនោះដោយពាក្យថាចូលសងប្រាក់ដែលជំពាក់អញនោះមកអ្នកនោះក៏ទម្លាក់ខ្លួនក្រាបចុះនៅទៀបជើងសូមអង្វរថាសូមមេត្តាបង់អង្គឲ្យខ្ញុំសិនខ្ញុំនឹងសងជូនអ្នកតែវាមិនព្រមទេត្រឡប់ជាបានចាប់អ្នកនោះនាំទៅដល់គុកវិញទាល់តែបានសងបំណុលរួចការពួកគូកនគេបានឃើញការនោះគេមានចិត្តឈឺឆ្អាលណាស់ក៏នាំគ្នាទៅទូលដល់ចៅហ្វាយពីការទាំងប៉ុន្មានដែលកើតមកចៅហ្វាយក៏ឲ្យគេហៅបាវនោះមករួចមានបន្ទូលថាណែបម្រើអាក្រក់អញបានលែងទារបំណុលឯងទាំងអស់ហើយតើពីព្រោះឯងបានអង្វរដល់អញដូច្នេះតើមិនគួរឲ្យឯងអាណិតមេត្តាដល់គូកនឯងដូចជាអញបានអាណិតមេត្តាដល់ឯងដែរទេឬអីចៅហ្វាយក៏មានសេចក្តីក្រោធហើយបញ្ជូនវាទៅឯមេភូមិឃុំទាល់តែបានសងបំណុលនោះគ្រប់ចំនួនយ៉ាងនោះបើអ្នករាល់គ្នាមិនអត់ទោសការរំលងរបស់បងប្អូនដែលស្ម័គ្រពីចិត្តទេនោះព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌ទ្រង់ក៏នឹងប្រព្រឹត្តនឹងអ្នករាល់គ្នាដូច្នោះដែរសូមព្រះប្រទានពរ